ជួបមុខគូដណ្ដឹងកំហូចលើកដំបូងនាងក៏លោតធាក់គេឡើងជាប់លើដើមឈើតែម្ដងមិនមែនខ្ញុំទេលោកតាដឹងរឿងហើយមិនត្រឹមតែមិនបន្ទោសនាងទេថែមទាំងប្រគល់ចិញ្ចៀនត្បូងប្រចាំត្រកូលឲ្យនាងទៀតដើម្បីឲ្យនាងជួយមើលការខុសត្រូវប្រដៅចៅប្រុសដែលមួយថ្ងៃដើរតែលេងម្នាក់នឹងតាមពិតអាល្អិតខ្លាចនាងតាំងពីតូចម្លេះមានតែនាងទេទើបអាចបង្កាប់គេបានកាលនៅតូចម៉ាក់ដេញចាប់កាត់សក់ក្បាលមិនពេញបាតរបស់គេដេញឡើងជុំផ្ទះ3ជុំហើយនៅតែមិនព្រមទៀតតែគ្រាន់តែនាងធ្វើជាទៅប៉ះសក់ក្បាលគេក៏ព្រមអង្គុយស្ងៀមឲ្យកាត់តាមសម្រួលភ្លាមពេលគេឈឺមិនព្រមលេបថ្នាំនាងចាប់ផ្ដួលលើសាឡុងមិននិយាយច្រើនយកអំបោះរមាន់វីគូគេឡើងទន់ដៃត្រូវមួយឈុតនឹងហើយក៏ព្រមផឹកថ្នាំភ្លាមឃើញថានាងអាចបង្កាប់អាស្តិចកំហូចនេះបានម៉ាក់គេក៏សម្រេចចិត្តថានាងគឺជាកូនប្រសារតែមួយគត់ក្នុងត្រកូលលោកតែគួរឲ្យស្ដាយមិនយូរប៉ុន្មានលោកតាក៏បញ្ជូននាងទៅរៀននៅលើភ្នំជាមួយគ្រូកំពូលតាំងពីពេលនោះមកអ្នកទាំងពីរក៏បាត់ទំនាក់ទំនង10ឆ្នាំកន្លងផុតទៅអាល្អិតកាលពីមុនខ្លាចជាចៅប្រុសមហាសេដ្ឋីដើម្បីសងគំនុំដែលធ្លាប់ត្រូវគេធ្វើបាបកាលពីក្មេងគេចំណាយលុយយ៉ាងច្រើនដើម្បីតាមរកនាងទីបំផុតកូនចៅក៏រកឃើញដំណឹងតាមពិតនាងសំងុំនៅលើភ្នំរៀនពេទ្យជាមួយគ្រូពេលនេះនាងរៀនចេះអស់ហើយថែមទាំងពូកែជាងគ្រូទៀតដោយសារនាងសុខភាពខ្សោយតាំងពីតូចគ្រូក៏បង្រៀនក្បាច់គុណឲ្យនាងមួយចប់ឥឡូវនាងរៀនចប់សពគ្រប់គ្រូក៏ឲ្យនាងចុះពីភ្នំដើម្បីទៅសួរសុខទុក្ខលោកតាអ្នកណាទៅដឹងតាមផ្លូវក៏ជួបអាល្អិតដែលមករករឿងគេនាំកូនចៅមករ៉ាំងផ្លូវនាងឆ្កែល្អមិនគៀផ្លូវទេនាងឯងថាអ្នកណាសួរថាអញអ្នកណាគំនុំកាត់សក់គំនុំវីគូតតាំងពីអញនៅតូចអញចាំ15ឆ្នាំហើយនៅហ៊ានសួរថាអញអ្នកណាទៀតអូតាមពិតគឺអញសោះអាអត់បានការឮនាងហៅថាអាអត់បានការប្រុសស្អាតខឹងច្រឡោតលត់ដៃអោស្ទុះចូលទៅរកនាងតែមិនទាន់បានប៉ះផងត្រូវនាងធាក់ជាប់ដើមឈើមិនមែនខ្ញុំទេនាងមិនចង់រញ៉េញ៉ៃក៏បែរខ្នងដើរចេញស្មានមិនដល់ពេលមកដល់ផ្ទះស្រាប់តែដឹងថាលោកតាស្លាប់បាត់ហើយមេផ្ទះបានប្រគល់សម្បត្តិមួយឲ្យនាងលោកតាផ្ដាំមុនស្លាប់ថាត្រូវតែសាងគ្លីនិកឡើងវិញតែពេលនេះគ្លីនិកត្រូវមានលួចយកទៅហើយបើចង់បានវិញត្រូវតែមានលុយ2000នាងទើបចុះពីភ្នំគ្មានលុយ1រៀលក៏ទៅរកអ្នកផ្លូវចៅឲ្យជួយរកប្តីមួយនាងមិនប្រកាន់ថាទៀបខ្ពស់ថត់ស្គមទេស្អាតឬអាក្រក់ឲ្យតែហ៊ានឲ្យលុយ2000នាងនឹងរៀបការភ្លាម2000ឯនាងឯងមករកប្តីឬក៏មកប្លន់គេនឹងជាមួយគ្នានោះពួកម៉ាក់របស់អាល្អិតដឹងថាគេត្រូវស្រីវាយក៏បង្រៀនឲ្យចូលដណ្ដឹងនាងទៅចាំបានមកនៅផ្ទះចាំធ្វើយ៉ាងម៉េចក៏បានឲ្យនាងទៅកើតមិនហ៊ានទៅលិចឲ្យចាក់ទឹកមិនហ៊ានដាំបាយអាល្អិតគិតថាសំហេតុផលម្យ៉ាងដែរក៏ប្រញាប់ទៅរកអ្នកផ្លូវចៅប្រាប់ថាគេហ៊ានឲ្យថ្លៃបណ្ណាការគុណនឹងពីរដើម្បីបាននាងអរគុណដែលមើលថែខ្ញុំកាលពីតូចអញនឹងតបស្នងឲ្យសំចិត្តអញនឹងចងនាងឯងជាប់ក្បាលក្រែឲ្យលៀងជើងអញរាល់ថ្ងៃចាំមើលយោពងយប់ឡើងម៉ាក់ដឹងថាកូនហ៊ានភ្ជាប់ពាក្យផ្ដេសផ្ដាសគាត់ខឹងខ្លាំងណាស់ដេញវីកូនប្រុសមិនដកដៃស្រាប់តែនាងចូលមកដល់ជួយខាត់គាត់ម៉ាក់សម្លឹងមើលមុខច្បាស់ឃើញថាជាក្មេងស្រីកាលពីមុនគាត់ក៏សប្បាយចិត្តយល់ព្រមភ្លាមថែមទាំងប្រគល់អំបោះរមាន់ទៅឲ្យនាងទៀតប្រាប់ថាកូនប្រុសម្នាក់នេះប្រគល់ឲ្យថ្នាំដុសធ្មេញដេនស៊ីនជាផលិតផលមានការទទួលស្គាល់គុណភាពពីក្រសួងសុខាភិបាលវិញ្ញាបនបត្រប្រវេសផលិតផលដែលត្រូវបានរចនាឡើងមានពណ៌ដប់ខុសគ្នានិងតួនាទី